តាអ្នកធ្លាប់ឮប្រភេទយន្តហោះ T50 ឬ FA50 របស់កូរ៉េខាងត្បូងដែរឬទេវាជាប្រភេទយន្តហោះដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងព្រោះប្រទេសជាច្រើនបានទិញនិងប្រើវាទាំងក្នុងការហ្វឹកហាត់និងការប្រយុទ្ធពិតក្នុងសង្គ្រាមផងដែរហើយបច្ចុប្បន្ននេះយន្តហោះប្រភេទ T50 ក៏ត្រូវបានថៃទិញយកមកប្រើប្រាស់ដើម្បីឈ្លានពានទឹកដីកម្ពុជាផងដែរT50 Golden Eagle គឺជាយន្តហោះដែលផលិតដោយប្រទេសកូរ៉េខាងត្បូងរបស់ក្រុមហ៊ុន Korea Aerospace Industries KAI ដែលមានការសហការបច្ចេកវិទ្យាជាមួយ Lockheed Martin ពីសហរដ្ឋអាមេរិកដំបូងឡើយវាត្រូវបានរចនាឡើងសម្រាប់ហ្វឹកហាត់អ្នកបើកយន្តហោះយោធាប៉ុណ្ណោះមុនពេលពួកគេឈានជួរទៅបើកយន្តហោះចម្បាំងប្រភេទធំៗដូចជា F-16 ឬ F-35 ជាដើមយន្តហោះនេះមាន3ប្រភេទសំខាន់ៗដែលរួមមានប្រភេទទី1គឺ T50 ដែលត្រូវបានប្រើសម្រាប់ហ្វឹកហាត់យោធាប្រភេទទី2គឺ TA50 ដែលត្រូវបានប្រើសម្រាប់ហ្វឹកហាត់និងវាយប្រហារកម្រិតស្រាលបាននិងចុងក្រោយគឺ FA50 Fighting Eagle ដែលជាប្រភេទយន្តហោះចម្បាំងស្រាលអាចប្រើប្រាស់ក្នុងសង្គ្រាមផ្ទាល់តែម្ដងមនុស្សជាច្រើនច្រឡំថា T50 ត្រូវបានប្រើសម្រាប់សង្គ្រាមប៉ុន្តែការពិតមិនមែនដូច្នោះទេហើយបច្ចុប្បន្នមានប្រទេសជាច្រើនកំពុងប្រើ T50 និង FA50 រួមមានកូរ៉េខាងត្បូងហ្វីលីពីនឥណ្ឌូនេស៊ីអ៊ីរ៉ាក់ប៉ូឡូញម៉ាឡេស៊ីនិងថៃផងដែរចំពោះប្រភេទយន្តហោះ T50 អាចមានតម្លៃចន្លោះប្រហែល30ដល់35លានដុល្លារក្នុងមួយគ្រឿងខណៈដែល FA50 មានតម្លៃប្រហែល40ដល់45លានដុល្លារបើប្រៀបធៀបនឹងយន្តហោះចម្បាំងធំៗដែលមានតម្លៃលើស80ឬ100លានដុល្លារ FA50 ត្រូវបានចាត់ទុកថាជាជម្រើសដែលសន្សំថវិកាបានច្រើនយ៉ាងណាមិញថៃបានទិញប្រភេទយន្តហោះ T50 ចំនួន14គ្រឿងពីប្រទេសកូរ៉េខាងត្បូងដោយទិញចំនួន3លើកលើកទី1ឆ្នាំ2015លើកទី2ឆ្នាំ2017និងលើកទី3ឆ្នាំ2021ដោយចំណាយទឹកប្រាក់សរុបជិត500លានដុល្លារឯណោះ